បាទបងប្អូនថ្ងៃនេះគឺជាថ្ងៃទី22ខែធ្នូឆ្នាំ2025បាទសម្រាប់ក្រុងខុយប៉ែតគឺយោធាថៃបានប៉ោងគ្រាប់បាទតាំងពីព្រឹកបាទហើយជាច្រើនកន្លែងបាទប៉ោងគ្រាប់នោះគឺធ្លាក់ចូលអគាររបស់ស៊ីវិលនិងផ្ទះរបស់ប្រជាពលរដ្ឋបាទហើយគណៈពេលនេះគឺបងប្អូនបានរត់ចូលពីសវត្ថភាពគឺត្រង់សេសិនបាទយើងអាចហៅបានត្រង់សេហ្នឹងនេះណាចាបាទហើយម៉ោងនេះម៉ោង2ជាងហើយមុននេះលឺមកគ្រាប់ទៀតបាទហើយសម្រាប់ការផ្លោងចូលរបស់កងទ័ពអាចោសៀមបាទគឺឈ្លានពានប្រទេសខ្មែរតែម្ដងបាទគឺឈ្លានពានមែនតែនបាទអញ្ចឹងមកដល់ម៉ោងនេះជាបរដ្ឋនៅតែភ័យខ្លាចទៅឡើយបាទអញ្ចឹងបងប្អូនជាបរដ្ឋយើងសូមបង្កើនការប្រុងប្រយ័ត្នបាទថាមិនតំណងទេរកទីកន្លែងសុវត្ថិភាពបាទហើយខ្ញុំបានលើព័ត៌មានថាបើយើងចង់ចាយចេញទៅក៏ពិបាកដែរពេលនេះបាទព្រោះកាលណាបើគ្រាប់នៅតែបន្តផ្លោងសុវត្ថិភាពដែលបងប្អូនធ្វើដំណើរតាមដងផ្លូវក៏មិនសុវត្ថិភាពប្រមាណដែរបាទអញ្ចឹងមានតែរកទីសុវត្ថិភាពតែប៉ុណ្ណោះបងប្អូនណាបាទកូនចានមកដល់បាទមីងក៏ស្រុះមីមកចែកគ្នាមើលក្មេងៗនេះហូបមីហូបអីដល់អត់ណា5ថ្ងៃត្រង់នេះនេះទៀតនេះអូនឯងចាំមើលគាត់មើលឲ្យដើរមកទៀតអ្នកទស្សនភាពចាំបានថាឈឺចាប់ណាស់បងប្អូនណាបាទតែគេបំពេញយើងម្ដងហើយម្ដងទៀតមានបាទបល័យស័កបាទចៅពីចៅឯងទៅទៀតបាទកម្ពុជាចង់មានសន្តិភាពអត់មានចង់ច្បាំងទេពិបាកណាស់បាទកូនចៅគ្នាបានរៀនបានសូត្រអីទេបាទនេះនៅក្នុងមានឋានដែលអាគារគេទុកកសាងដែលក្នុងប្រឡប់នេះចេះចូលឲ្យតែផុតពីក្របផ្លោងពួកវាសិនទៅបាទហើយខ្ញុំថាបងប្អូនយើងបានសុវត្ថិភាពរបស់គ្នាបាទហើយខ្ញុំហូបមីដែរបងប្អូនបាទហាថ្ងៃត្រង់ខ្ញុំមីដែរមីសម្រន់ទេបាទអញ្ចឹងមិនថាបបាក់បាទរឿងសង្គ្រាមបបាក់អញ្ចឹងបងប្អូនបាទខ្ញុំសូមដឹងចុះបងប្អូនណាបាទមានហេតុការណ៍អីខ្ញុំនឹងធ្វើស្ដីលេខការបន្តទៀតសូមអរគុណ